លោកឧត្តមស្នេហ៍តូហ៊ូសុធីស្នងការនគរបាលខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំដល់មន្ត្រីដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអំពីក្រមសីលធម៌វិជ្ជាជីវៈនិងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពនៅព្រឹកថ្ងៃប្រហោះ3កើតខែផល្គុនឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 8:00 នាទីនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ស ថេតអគ្គស្នងការនគរបាលជាតិលោកឧត្តមស្នេហ៍តូហ៊ូសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំដល់មន្ត្រីដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអំពីក្រមសីលធម៌វិជ្ជាជីវៈនិងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពដោយមានការចូលរួមពីលោកស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់លោកស្នងការរងទទួលដឹកនាំការិយាល័យជំនាញលោកនាយនាយរងការិយាល័យនាយនាយរងផ្នែកនិងមន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោកដែលពាក់ព័ន្ធផងដែរ